បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកសាច់រឿងមួយជារឿងរបស់វ៉ាងលីនគុជអមតៈធានីហើយរឿងនេះក៏មានគេសម្ដែងច្រើនដែរតែខ្ញុំចង់និទានចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់តែខ្ញុំសម្ដែងចាប់ពី chapter ទី1199ឡើងពេលដែលវ៉ាងលីននៅកម្រិតព្រះនិព្វានដំណាក់កាលទី2ពេលវ៉ាងលីនប្រយុទ្ធជាមួយនឹងលោកម្ចាស់អាសែនឬក៏ឈ្មោះពេញអាសែនពេញបើអ្នកទាំងអស់គ្នាមិនចង់ស្ដាប់ក៏មិនដែរខ្ញុំទានស្ដាប់ខ្លួនឯងក៏បានដែរព្រោះខ្ញុំអានអត់សូវចាំទេអញ្ចឹងទានហើយសេវទុកបង្ហោះទុកស្ដាប់របស់ខ្លួនឯងបាទឥឡូវខ្ញុំខាពេលយូរចូលស្ដាប់បងប្អូនបាទនៅពេលដែលមនុស្ស3នាក់បានមកដល់អាណាចក្រ7ពណ៌អាប់7ពណ៌នៅជុំវិញអាស៊ិនពីងបានបិទបន្តិចម្ដងរហូតដល់វាត្រូវបានរុំជុំវិញប្រលឹងដើមរបស់គាត់លេចបន្ទោពណ៌សចេញពីរូបសំណាកហើយចូលទៅក្នុងអាប់7ពណ៌ដើម្បីបញ្ចូលគ្នាជាមួយប្រលឹងដើមកំណើតរបស់គាត់រាងកាយរបស់អាស៊ិនពីងបានចាប់ផ្ដើមឡើងវិញដោយមិននឹកស្មានដល់រហូតដល់คล้ายជាសាកសពរាងកាយរបស់គាត់បានបញ្ចេញភ្លេចបន្ទោបន្ថែមទៀតហើយមានស្នាមភ្លេចបន្ទោនៅចន្លោះចិញ្ចើមរបស់គាត់ភ្លាមនោះគាត់បើកភ្នែកឡើងហើយបញ្ចេញពន្លឺដ៏អាប់អួរគាត់បានបង្ខំបរិសចំណាស់នេះឲ្យធ្វើបែបនេះប្រសិនបើខ្ញុំមិនសងសឹកទេខ្ញុំមិនមែនជាមនុស្សទេគាត់ខឹងវ៉ាងលីនពេលហ្នឹងគាត់ប្រយុទ្ធគ្នាមួយវ៉ាងលីននៅក្នុងរូងភ្នំជាបងប្អូនគេដឹងគាត់បានលោតទៅមុខហើយคล้ายទៅជាភ្លេចបន្ទោខណៈដែលគាត់បាញ់ទៅមុខគាត់បានទម្លុះអាប់ហើយហោះឆ្ពោះទៅភ្នំអ្នកដាំដុះម្នាក់នោះឈ្មោះលូហ្នឹងឈ្មោះរបស់វ៉ាងលីនតែគាត់ថាគាត់ដាក់ឈ្មោះលូគាត់ដូរឈ្មោះរងការឈឺចាប់ដោយសារក្រចក7ពណ៌របស់ខ្ញុំដូច្នេះទោះបីជាគាត់មិនស្លាប់ក៏ដោយក៏គាត់កំពុងតែស្លាប់ដែរចាំន័យថាវ៉ាងលីនត្រូវស្អីគេខ្ចក់7ពណ៌របស់គាត់ទៅដូចពឹសហ្នឹងជ្រាបចូលឆ្អឹងហ្នឹងខ្ញុំមិនដឹងថាគាត់លាក់ខ្លួននៅឯណាទោះយ៉ាងណាក៏ដោយវាមិនមានបញ្ហាអ្វីទេប្រសិនបើខ្ញុំចង់ដឹងខ្ញុំអាចស្វែងរកបានដោយងាយអាសិនពេញសើចំអកហើយដៃស្ដាំរបស់គាត់បានទៅដល់កន្លែងទំនេរការបំបែកនៅកន្លែងផ្ទុករបស់គាត់បានបើកហើយអង្កាំមួយបានហោះចេញក៏ហៅប្រឆាំងមួយអាស៊ិនពីងខំចុងអណ្ដាតរបស់គាត់ហើយហ៊ីចេញឈាមលើអង្កាំចាប់ផ្ដើមស្រុបពន្លឺ7ពណ៌ហើយបន្ទាប់មកបានដួលរលំនៅពេលដែលវាដួលរលំអូរ៉ាដ៏មានអានុភាពមួយបានលេចចេញមកហើយស្រមោលព្រាលបានលេចឡើងនៅក្នុងពិភពលោកគេមើលមិនឃើញរូបរាងរបស់មនុស្សនេះទេប៉ុន្តែភ្នែករបស់គាត់ច្បាស់ណាស់ហាក់ដូចជាគាត់អាចមើលឃើញតាមរយៈស្ថានសួគ៌មិនអាចតិចផុតពីភ្នែករបស់គាត់ហើយប្រសិនបើគាត់សម្លឹងមកអ្នកនឹងមានអារម្មណ៍អាក្រាតដូចជាប្រសិនបើអាចកំបាំងទាំងអស់របស់អ្នកត្រូវបានលាតត្រដាងអានេះមានន័យថាដូចមើលឃើញទម្លុះអ្វីទាំងអស់អញ្ចឹងអាស៊ិនពីងបានសួរមនុស្សមិនច្បាស់ថាគាត់នៅឯណារូបព្រាបបិទភ្នែកហើយយូរទៅគាត់បានបើកភ្នែកឡើងហើយក្រឡេកទៅមើលអាស៊ិនពីងញ័រហើយរូបភាពជាច្រើនបានលេចឡើងក្នុងខួរក្បាលរបស់គាត់ក្រោយឃើញរូបទាំងនោះហើយក៏ស្រក់ទឹកភ្នែកមានតែឃើញរូបទាំងនោះស្រក់ទឹកភ្នែកហ្មងរូងភ្នំស៊ីម៉ាមូអានេះចង់បញ្ជាក់ថារូងភ្នំស៊ីម៉ាមូគេបង្ហាញគាត់អាចទម្លុះការរឹតបន្តឹងរូងភ្នំបានខណៈពេលដែលគាត់រងរបួសធ្ងន់មានពន្លឺត្រជាក់នៅក្នុងភ្នែករបស់អាស៊ិនពីងហើយគាត់បានគិតទុកជាមុនក្នុងរូងភ្នំស៊ីម៉ាមូស្ថិតនៅក្នុងជ្រលងភ្នំវ៉ាងលីនមិនបានបញ្ចូលធម្មពលទាំងអស់របស់គាត់ទៅជាមួយបំលែងទេទៅជាការបំលែងទេគាត់ក៏បានសម្អាតឡើងទី1ដែរបន្ទាប់ពីបានដាក់ការរឹតបន្តឹងជាច្រើននិងពង្រីករូងភ្នំរួចគាត់បានលេងសัตว์មូសនោះចេញ
សម្ដេចមូសកាន់តែសាហាវបន្ទាប់ពីហោះចេញមកផ្នែកត្រចៀករបស់វាមើលទៅវ៉ាងលីនដោយការតាំងចិត្តម្ចាស់ចិត្តរបស់វាមានទំនាក់ទំនងជាមួយនឹងវ៉ាងលីនដូច្នេះវាបានដឹងពីផែនការរបស់វ៉ាងលីនរួចហើយវាបញ្ចេញសម្លេងស្រទន់បន្ទាប់ពីការសញ្ជឹងគិតដោយស្ងៀមស្ងាត់មួយសន្ទុះវ៉ាងលីនបានក្រវីដៃស្ដាំរបស់គាត់ហើយស្ដេចមូសត្រូវបានទាញចូលទៅក្នុងការរឹតបន្តឹងនៅក្នុងរូងភ្នំស្ដេចមូសហ្នឹងចង់និយាយមូសរបស់វ៉ាងលីនហ្នឹងមូសរបស់វ៉ាងលីនចាំយូរហើយជាមួយនឹងគ្រីស្តាល់ប្រភពដើមគ្រប់គ្រាន់វានឹងល្អវ៉ាងលីនបានយកព្រលឹងសត្វជាច្រើនដែលគាត់បានប្រមូលផ្ដុំហើយក៏បានយកព្រលឹងសត្វដែលផ្លាស់ប្ដូរដែលគាត់បានបង្កើតនៅក្នុងរូងភ្នំនៅក្នុងក្រុមដើមបន្ទាប់មកគាត់បានដាក់គ្រីស្តាល់ដើមរាប់ម៉ឺនហើយបិទវាចោលខ្ញុំនឹងប្រើវិធីសាស្ត្ររបស់និកាយទាំង5និកាយpotion ហ្នឹងអាហ្នឹងដូចនិកាយថ្នាំឯងនិកាយថ្នាំទាំង5ពឹសទាំង5ហ្នឹងនិកាយទាំង5ដើម្បីចម្រាញ់ព្រលឹងសត្វមូសដែលផ្លាស់ប្ដូរដោយបង្ខំដើម្បីឲ្យវាប្រែក្លាយទៅជាស្ដេចមូសខ្លាំងជាងខ្ញុំហៅនិកាយពឹសទាំង5ណាពីដាក់ potion ទាំង5នេះមានតែពេលនោះទេដែលវាអាចគ្រប់គ្រងហ្វូងសត្វមូសដ៏ច្រើននៅក្នុងអាណាចក្រស្អីគេ Wind Celestial អាណាចក្រ Celestial ចាទៅមកអាណាចក្រ Celestial ចាអារម្មណ៍ដ៏ទេវភាពរបស់វ៉ាងលីនបានសាយភាយចូលទៅក្នុងរូងភ្នំគាត់បានឃើញច្បាស់នៅសត្វមូសពណ៌ស្វាយប្រញាប់ប្រញាល់ទៅរកព្រលឹងសត្វនីមួយៗវាបានប្រយុទ្ធនឹងលាបត្របាក់ពួកគេក្នុងពេលជាមួយគ្នានោះគ្រីស្តាល់ដើមបានប្រែទៅជាធម្មពលដើមក្រាស់តាមរយៈការរឹតបន្តឹងហើយបានចូលទៅក្នុងខ្លួនរបស់សត្វមូសបន្ទាប់ពីបានបន្សល់ទុកនៅវិញ្ញាណដ៏ទេវភាពក្នុងរូងភ្នំដើម្បីតាមដានវាវ៉ាងលីនបានសញ្ជឹងគិតមួយផ្លេតរួចក៏ទៅកាន់ចង្ក្រានថ្នាំវ៉ាងលីនអង្គុយក្បែរចង្ក្រានថ្នាំគាត់បានរៀបចំភ្លើងឥតឈប់ឈរហើយចម្រាញ់ថ្នាំគ្រាប់ពេលវេលាបានកំឡុងផុតទៅបន្តិចម្ដងហើយក្នុងមួយពព្រិចភ្នែក2ថ្ងៃបានកន្លងផុតទៅភ្លើងបានរលត់បន្តិចម្ដងហើយក្លិនថ្នាំបានពេញបន្ទប់ចង់និយាយសាយភីពេញបន្ទប់ពេញអាកន្លែងឡាងរបស់គាត់នៅការបង្ហាញរបស់វ៉ាងលីនមានស្ថានភាពស្ងប់ស្ងាត់នៅពេលដែលដៃស្ដាំរបស់គាត់លូកចេញមកគម្របចង្ក្រានថ្នាំបានរលត់ហើយអាប់ជាច្រើនបានហៀចេញអាប់បាត់បន្តិចម្ដងហើយអាងទឹកពណ៌មាសអណ្ដែតលើអាកាសនៅក្រោមការគ្រប់គ្រងរបស់វ៉ាងលីនវត្ថុរាវបានហោះមករកគាត់ហើយត្រូវបានរក្សាទុកក្នុងដបតូចចំនួន3ដកដង្ហើមវែងវ៉ាងលីនបានក្រឡេកមើលការរឹតបន្តឹងភ្លើងខ្មៅជុំវិញរលងភ្នំហើយបានរើសដបតូចមួយមុននឹងលាបទឹកបន្តិចពេលដែលអង្គធាតុរាវចូលក្នុងខ្លួនភ្លាមនោះវាបានប្រែក្លាយទៅជាអារម្មណ៍ត្រជាក់ដែលសាយភាយពេញរាងកាយរបស់គាត់អាចមានអារម្មណ៍មិនច្បាស់លាស់នៃការបំលឺសំឡេងរបស់សត្វដេរិឆានវ៉ាងលីនបិទភ្នែករបស់គាត់ហើយចាប់ផ្ដើមយល់បន្តិចម្ដងការយល់ដឹងរបស់សត្វនៅលើមេឃនៅក្រោមស្ថានភាពដ៏ចម្លែកនេះវ៉ាងលីនភ្លេចពេលវេលាខណៈដែលចិត្តរបស់គាត់បានវង្វេងក្នុងការយល់ពីស្ថានសួគ៌ហើយយល់ពីតៅវាដូចជាគាត់បានប្រែក្លាយទៅជាសត្វសាហាវហើយបានឆ្លងកាត់ការតស៊ូក្នុងជីវិតនិងការស្លាប់ទាំងអស់ដើម្បីរស់ខណៈពេលដែលគាត់បានដេញតាមតាវគាត់បានបញ្ជាក់ពីដែនពិតនិងមិនពិតរបស់គាត់នៅពេលដែលគាត់បានឆ្លងកាត់ការយល់ដឹងរបស់សត្វវ៉ាងលីនប្រៀបដូចជាអ្នកដើរកាត់នៅពេលដែលគាត់រៀបចំការយល់ដឹងផ្សេងជុំវិញរបស់វ៉ាងលីនហាក់ដូចជាខូចទ្រង់ទ្រាយហើយបន្ទាប់មកបានផ្លាស់ប្ដូរនេះកាន់តែលឿនទៅរហូតដល់អ្នកជុំវិញខ្លួនមិនពិតមួយសន្ទុះក្រោយមកដែលស្ដាំរបស់វ៉ាងលីនបានលូកដៃទៅយកដបតូចមកផឹកមួយកែវទៀតហើយយើងផឹកដបទៀត
ច្រឡំអានេះគេដាក់កាយវាងលិនត្រេកត្រអកក្នុងការស្វែងរកតៅនិងការត្រាស់ដឹងចេតនាតើកាន់តែច្រើនឡើងលេចឡើងជុំវិញគាត់ប្រសិនបើគាត់ចង់បានគាត់អាចជ្រើសរើសការយល់ឃើញរបស់សត្វកាចសាហាវមួយហើយប្រើវាដើម្បីកែលម្អការដាំដុះរបស់គាត់ទោះជាយ៉ាងណាផលពិបាកនៃការនេះគឺធ្វើឲ្យបេះដូងតៅយល់ច្រឡំយ៉ាងណាមិញនេះគឺជាការខ្ចីតៅរបស់អ្នកដទៃអាហ្នឹងដូចខ្ចីដៃអញ្ចឹងវាងលីនចង់និយាយថាវាងលីនចូលទៅសัตว์ផ្សេងហើយដើររត់តៅរបស់គាត់អញ្ចឹងដូចពីមុនដែលយើងបានស្ដាប់ដឹងហើយមិនមែនជាការយល់ដឹងផ្ទាល់ខ្លួនរបស់របស់អ្នកទេវាងលីនមិនចង់បានការដាំដុះបែបនេះទេអ្វីដែលគាត់ចង់បានគឺបន្តបញ្ជាក់អំពីដែនពិតនិងមិនពិតរបស់ខ្លួនក្នុងពេលដែលកំពុងរស់នៅក្នុងជីវិតរបស់សត្វនេះដើម្បីយល់ដឹងអំពីស្ថានសួគ៌តាមពិតនិងមិនពិតអ្វីដែលគាត់យកមកនោះគឺជាការគិតរបស់សត្វដែលបានចូលទៅក្នុងចិត្តរបស់បានចូលទៅក្នុងចិត្តសត្វលក្ខណៈពេលដែលវាយល់អំពីស្ថានសួគ៌ហ្នឹងចង់និយាយតើទៅពីតើប្រែខ្មែរថាឋានសួគ៌ហ្នឹងនិយាយខ្មែរហ្មងទៅឋានសួគ៌ហ្នឹងទៅតើនឹងឋានសួគ៌នេះហ្នឹងនោះគឺជាខ្លឹមសារនៃប្រលឹងសត្វដ៏កាចសាហាវគំនិតនេះគឺមិនច្បាស់លាស់ប៉ុន្តែសត្វកាចសាហាវត្រូវការវាដើម្បីជួយពួកគេឲ្យទម្លាយហើយទីបំផុតបានឈានដល់ទម្រង់មនុស្សពេលវេលាបានកន្លងផុតទៅវាងលីនបានផឹកដបដំបងទាំងស្រុងហើយបន្តយល់ការបង្ខូចទ្រង់ទ្រាយជំវិញរាងកាយរបស់គាត់បានរីករាលដាលរហូតដល់វាគ្របដណ្ដប់ជ្រលងភ្នំទាំងមូលបើនរណាមកនៅពេលនេះបេះដូងតើផងឋានសួគ៌ផងអញ្ចឹងយ៉ាងហ្នឹងតែនឹងតែមួយបេះដូងតើរបស់គេនឹងច្របូកច្របល់មានចេតនាតើច្រើនពេកវាងលីនបានតម្រៀបចេញនិងបោះបង់បើគ្មានคล้ายនោះក៏គ្មានការពិតដែរបើគ្មានការពិតនឹងคล้ายមកពីណាពិតនឹងคล้ายមិនចាំបាច់បែងចែកវាទាំងស្រុងនោះទេយ៉ានេះថៃកន្លែងដាក់អារម្មណ៍បន្តិចនិយាយយឺតទៅអ្នកនរស្ដាប់នេះកន្លែងនេះទៅដាក់អារម្មណ៍បន្តិចបើគ្មានคล้ายនោះក៏ការពិតដែរគ្មានការពិតដែរបើគ្មានការពិតតើคล้ายមកពីណាពិតនឹងคล้ายមិនចាំបាច់បែងចែកវាទាំងស្រុងនោះទេវាងលីនលើកដបទី2ហើយយកដបធំមួយផ្នែករបស់គាត់ពោពេញទៅដោយការត្រាស់ដឹងមុនពេលគាត់បិទវាហើយបន្តបញ្ជាក់ពីតើរបស់គាត់នៅពេលដែលចេតនារបស់តើគ្មានទីបញ្ចប់ត្រូវបានតម្រៀបចេញពួកគេបានរីករាលដាលបន្តិចម្ដងចេញពីជ្រលងភ្នំនេះបណ្ដាលឲ្យជ្រលងភ្នំទាំងមូលខូចទ្រង់ទ្រាយសំឡេងទៀតខំស្យាយលឺនេះជាអ្វីដែលមិនអាចមើលឃើញដោយភ្នែកទេប៉ុន្តែអ្នកដាំដុះណាម្នាក់នៅពីលើដំណាក់កាលបង្កើតព្រលឹងអាចទទួលអារម្មណ៍ពីចេតនារបស់តើនៅទីនេះពួកគេម្នាក់ត្រូវបានបង្កើតឡើងដោយច្បាប់នៃស្ថានសួគ៌បើមើលទៅវាមើលទៅពិតប៉ុន្តែអ្នកនឹងឃើញថាវាមិនពិតវានឹងคล้ายជាការលំបាកខ្លាំងណាស់ក្នុងការបែងចែកហើយនៅពេលដែលអ្នកធ្លាក់ចូលទៅក្នុងវាពិតជាលំបាកខ្លាំងណាស់ក្នុងការគេចោតកិច្ចចេញពីទីជ្រៅនេះចង់និយាយថាបើសិនតែគេឃើញតើរបស់វាងលីនប៉ះមកលើដូចអាចចំហាយហ្នឹងគេនឹងដូចស្លងអារម្មណ៍ដូចវាងលីនចូលទៅក្នុងខ្លួនគេយ៉ាងលែអញ្ចឹងហើយស្វែងរកពិតអីយ៉ាងលែណាចេតនាតើកាន់តែច្របូកច្របល់បានរីករាលដាលនឹងគ្រប់លំដាប់អ្វីទាំងអស់នៅក្នុងតំបន់10000 feet នេះបានធ្វើឲ្យសំបីតែផ្ទៃមេឃប្រែក្លាយទៅជាខូចទ្រង់ទ្រាយវាងលីនបានផឹកដបទី3រួចហើយនៅក្នុងជ្រលងភ្នំគាត់បានភ្លេចអ្វីទាំងអស់ខណៈដែលគាត់បន្តស្វែងរកតើរបស់គាត់នៅក្នុងពិភពលោកគ្មានទីបញ្ចប់នេះ
មួយទៅពេកមួយសម្លេងមិនច្បាស់លាស់មួយបានលេចចេញមកពីក្នុងចិត្តរបស់គាត់សម្លេងនេះហាក់ដូចជាកំពុងរអ៊ូរទាំហើយកាន់តែច្បាស់បន្តិចម្ដងបានត្រាស់ដឹងអ្នកទោសនៃស្ថានសួគ៌សត្វពីហណៈទាំងអស់ត្រូវតែតស៊ូទ្រាំនឹងគ្រោះមហន្តរាយដែលមិនអាចកាត់ថ្លៃបានវាគ្រាន់តែគិតចង់ចាក់ចេញពីគុកដ៏ជ្រៅជីវិតទាំងអស់ត្រូវតែដើរទៅមុខជារៀងរហូតនឹងដោះស្រាយយុគសម័យទំនើបកិច្ចចេញពីឆន្ទៈនៃស្ថានសួគ៌ហើយទទួលបានផ្លូវជីវិតត្រាឆន្ទៈនៃស្ថានសួគ៌ឆ្លាក់ថ្ងៃងងឹតរងចាំផ្លូវនៃការដំដុះគ្មានជីវិតណាស្គាល់តាវពិតទេទីជ្រៅដ៏ជូរចត់ជារៀងរហូតមកបំលែងតាវពិតប្រយោគនេះបំភ្លឺឡើងក្នុងចិត្តរបស់គាត់ខ្ញុំនិយាយមែនចង់វ៉ាងលីនស្វែងយល់តាវខ្ញុំចង់កៀងដែរបន្តិចម្ដងចេតនាកាន់តែតាវបានហិចរៀលដាលរហូតដល់ពួកគេគ្រប់ដណ្ដប់ 10,000 feet 1 លាន feet នៅទីបំផុតពួកគេបានគ្រប់ដណ្ដប់ផ្ទៃតូចមួយនៃអាណាចក្រ7 ពណ៌អាស៊ិនពីងស្ថិតនៅចម្ងាយ 10,000 feet នៅខាងក្រៅរូងភ្នំហើយមុខរបស់គាត់ស្លេកស្លាំងខ្លាំងនៅពេលដែលគាត់សម្លឹងទៅមុខបន្តែគាត់នៅតែមិនមានចេតនាគាត់បានមកទីនេះកាលពី2ថ្ងៃមុនប៉ុន្តែមុនពេលដែលគាត់អាចឆ្ពោះទៅមុខគាត់មានអារម្មណ៍រំជើបរំជួលនិងគ្មានទីបញ្ចប់នៅទីនេះចេតនាតាវទីនេះគឺដូចជាអូចាំតិចគឺដូចជាអាប់ដ៏ធំដែលអាចស្រូបយកដែនទាំងមូលទាំងអស់បន្ទាប់មកតាមរយៈវិធីសាស្ត្រពិសេសមួយពួកគេនឹងនាំពួកគេចូលទៅក្នុងការបញ្ជាក់របស់វ៉ាងលីនចង់និយាយថាចំហាយតាវរបស់វ៉ាងលីនហ្នឹងតែប៉ះខ្លួនណាគេគឺនៅអញ្ចឹងគិតដូចវ៉ាងលីនដែនពិតមិនពិតគឺជាការវិវត្តទី2នៃតាវរបស់គាត់អ្វីដែលគាត់ស្វែងរកបានបង្ក្រាបអ្នកដែលលើកម្រិតដាំដុះរបស់គាត់រួចហើយសម្បីតែអ្នកដែលលើសកម្រិតដាំដុះរបស់គាត់មុខរបស់អាស៊ិនពីងស្លេកស្លាំងពេលគាត់អង្គុយនៅលើដីហើយធ្វើឲ្យចិត្តរបស់គាត់មានស្ថិរភាពគាត់បានទប់ទល់នឹងចេតនារបស់តាវដ៏ច្របូកច្របល់នឹងការបឿនជញ្ជក់ចេញពីអាប់ដែលមើលមិនឃើញគាត់មិនបានសម្គាល់ឃើញមនុស្សទំពេកដើរយឺតទេគាត់មិនបានឃើញណាគេនៅតែពេកដើរចិត្តគាត់ពួកគេបានផ្លាស់ទីក្នុងលបឿនធម្មតាប៉ុន្តែរាល់ជំហានគឺដូចជាផ្លឹបផ្លេតអានេះលក្ខណៈដូច teleport បន្តិចដូចអីបន្តិចអញ្ចឹងណាមិនយូរប៉ុន្មានពួកគេបានមកដល់ប៉ុន្តែពួកគេមិនបានទៅមុខទេពួកគេបានឈរនៅទីនោះប្រសិនបើពួកគេកំពុងស្វែងរកតាវសម្បីតែឆ្ងាយជាងនេះទៅទៀតអ្នកត្រាស់ដឹងដែលអណ្ដែតក្នុងអាប់ទាំងអស់បានចេញពីអាប់ហើយហោះឆ្ពោះទៅជ្រលងភ្នំវ៉ាងលីនដែលស្ថិតនៅក្នុងសំឡេងរអ៊ូរទាំរបស់ពួកគេក៏កើតមានជាបន្តបន្ទាប់ផងដែរតាកុំអញ្ចឹងឃើញឆ្ងល់ចង់ចូលឥឡូវចាំងរើអ្វីគ្រប់យ៉ាងបានកើតឡើងជាមួយនឹងជ្រលងភ្នំវ៉ាងលីនជាចំណុចកណ្ដាលការកែលម្អតាវដែលធ្វើឲ្យអាណាចក្រទាំង7 ពណ៌ទាំងមូលកើតឡើងបន្តិចម្ដងនៅពេលដែលចេតនារបស់តាវវឹកវរដែលត្រូវបានបោះបង់ចោលដោយវ៉ាងលីនបានកើតឡើងជាលំដាប់អាណាចក្រទាំង7 ពណ៌ហាក់បីដូចជាប្រែជាវល់នេះវ៉ាងលីនលក្ខណៈចូលទៅអញ្ចឹងហើយស្វែងរកអាណាមិនកើតគាត់ភ្លីចោលអញ្ចឹងណាហើយអានេះដែលរងផលប៉ះពាល់ហ្នឹងគឺទៅតាមនឹងបងអ្នកដែលវង្វេងបានស្វែងរកតាវហើយផ្នែករបស់ពួកគេកាន់តែច្របូកច្របល់ពួកគេបានសម្លឹងទៅមុខហើយចេតនាតាវដែលមើលមិនឃើញរាប់បានអស់ត្រូវបានស្រូបយកដោយពួកគេឡានតានេះមិនកើតទេនេះមិនពិតទេនេះពិតលីនបងចោលហើយពួកហ្នឹងចេះស្រូបទៅត្រូវចំហាយបងលីនដែលបងចោលតាវដែលអត់ប្រើអត់កើតអ្នក
ត្រាស់ដឹងបានមកដល់ហើយអណ្ដែតលើអាកាសការរអ៊ូរទាំដែលបានអូសបន្លាយរបស់អស់រាប់ឆ្នាំមិនអស់ពួកគេទាំងអស់គ្នាមើលទៅជ្រលងភ្នំហើយបិទភ្នែកវាហាក់ដូចជាពួកគេកំពុងយល់ពីតាវរបស់វ៉ាងលីនសម្បីតែសត្វអាប់ទាំង12ទាំងនោះក៏ប្រែទៅជាសត្វកាចសាហាវផ្សេងៗហើយមិនបញ្ចេញសម្លេងក្រហមឡើយពួកគេបានហោះហើរលើមេឃហើយហុំព័ទ្ធជ្រលងភ្នំពួកគេបានអណ្ដែតលើអាកាសដូចជាអ្នកត្រាស់ដឹងហើយយល់ពីតាវរបស់វ៉ាងលីនចង់និយាយថាសម្បីតែសត្វកាចសាហាវតែរងផលប៉ះពាល់របស់វ៉ាងលីនក៏ស្ងប់ស្ងាត់ដែរហើយដូចចប់ហើយអ្នកនរគ្នាបើដល់ស្ដាប់ទេខ្ញុំនឹងតទៅវគ្គតទៀតអត់អីទេបើអ្នកនរគ្នាមិនស្ដាប់ក៏ខ្ញុំបង្ហោះទុកស្ដាប់ខ្លួនឯងទៅព្រោះខ្ញុំជឿស្ដាប់គេចាំស្ដាប់របស់ខ្លួនឯងអរគុណអ្នកនរគ្នា